ស្វាគមន៍បងប្អូនយើងវិលត្រឡប់មកកាន់វីដេអូថ្មីរបស់ខ្ញុំម្ដងទៀតថ្ងៃនេះគឺខ្ញុំមានព័ត៌មានចរចាអារម្មណ៍ដោះដូរកីឡាករថ្មីដែលកំពុងតែកក្រើកនៅក្នុងបណ្ដាញសង្គមប៉ុន្មានថ្ងៃមកនេះបងប្អូនយើងព័ត៌មានទី1គឺតាក់ទងជាមួយនឹងកីឡាករមានល្អិត The Butcher Lisandro Martinez កំពុងតែមានការចាប់អារម្មណ៍ពីក្លឹប FC Barcelona គឺជាក្លឹបអ្នកមានបុណ្យ FC Barcelona នោះបងប្អូនយើងដោយនៅតាមសារព័ត៌មានខាច់ outside បាននិយាយថា Barcelona ជឿជាក់ថា Lisandro Martinez នឹងចាប់អារម្មណ៍ផ្លាស់ប្ដូរមកក្លឹប FC Barcelona នៅរដូវក្តៅខាងមុខនេះផងដែរជាមួយនឹងក្លឹបដែលមានតំបន់នៅកាតាឡាន់គឺមានអារម្មណ៍ថា Manchester United អាចនឹងចង់លក់ខ្សែការពាររូបនេះបន្ទាប់ពីលក្ខខណ្ឌកុងត្រារបស់កីឡាករ Lisandro Martinez ជាមួយនឹងក្រុម Manchester United នេះមានត្រឹមតែ12ខែខាងមុខតែប៉ុណ្ណោះបន្ទាប់ពីរដូវក្តៅនេះមានន័យថារដូវក្តៅឆ្នាំ2027កុងត្រារបស់កីឡាករ Lisandro Martinez នឹងបញ្ចប់ជាស្ថាពរជាមួយនឹងក្រុម Manchester United ហើយនេះគឺជាកត្តាដែល FC Barcelona ជឿជាក់យ៉ាងមុតមមថា Manchester United នឹងលក់កីឡាកររូបនេះចេញនៅក្នុងរដូវក្តៅខាងមុខនេះមុនកុងត្រាដែលត្រូវកាត់ផ្តាច់តាក់ទងជាមួយនឹងរឿងនេះដែរមាន fan ច្រើនក៏បាននិយាយអំពីលទ្ធភាពនៃក្រុម Barcelona ថានឹងមានថវិកានឹងអាចទិញកីឡាករ Martinez បានអត់ព្រោះថាបច្ចុប្បន្ននេះសូម្បីតែកីឡាករ Marcos Rashford ក៏អត់ទាន់មានលុយច្បាស់លាស់ថានឹងអាចទិញកីឡាកររូបនេះដាច់ពីក្រុម Manchester United នោះទេទោះបីជា Marcos Rashford ចេញមកនិយាយថាគេចង់កាត់ប្រាក់ខែដើម្បីបន្តស្នាក់នៅ Barcelona គេនឹងធ្វើគ្រប់បែបយ៉ាងគេមានអារម្មណ៍ល្អគេសប្បាយចិត្តនិយាយទៅអារម្មណ៍វិជ្ជមានជាមួយនឹងក្រុម FC Barcelona ខ្លាំងណាស់ប៉ុន្តែថ្នាក់លើរបស់ក្រុម FC Barcelona គឺមិនទាន់ច្បាស់ថានឹងទិញកីឡាករនេះនៅឡើយទេដោយសារតែបញ្ហាហិរញ្ញវត្ថុឥឡូវនេះអាលុយដែលថានឹងទិញ Marcos Rashford នោះដឹងបានគ្រប់អត់ផងមករកកីឡាករថ្មីរបស់ក្រុម Manchester United មួយទៀតគឺកីឡាករកំពុងតែលេងល្អខ្លាំងមែនតើគឺ Lisandro Martinez មែនតើទៅអាចាស់អត់តន់ឲ្យលុយគ្រប់ផងចង់យកអាថ្មីទៅទៀតអីក៏យ៉ាងនេះពិតជាសមជាមួយនឹងរហស្សនាមថ្មីដែលបងប្អូនយើងហៅទៅក្លឹបអ្នកមានបុណ្យខ្លាំងមែនតើបងប្អូនយើងអូយ Rashford កុងត្រាទិញផ្ដាច់30លានអត់ចង់មានលុយទិញផងឥឡូវចង់មករកថ្មីទៀតបងប្អូនយើងមើលទាំងអស់គ្នាបើសិនជា Manchester United ឲ្យកុងត្រាថ្មីខ្ញុំគិតថា Martinez នឹងបន្តស្នាក់នៅក្រុម Manchester United បន្តទៀតហើយព្រោះថាគាត់ស្រឡាញ់ក្លឹបមួយនេះដែរយើងមើលពីអារម្មណ៍របស់គាត់យើងមើលពីការលេងរបស់គាត់គឺគាត់ស្រឡាញ់ក្លឹប Manchester United នេះខ្លាំងណាស់អញ្ចឹងបើសិនជាមានកុងត្រាថ្មីជឿជាក់ថាគាត់មិនលារែកនឹងចុះហត្ថលេខាថ្មីសម្រាប់ក្រុម Manchester United នោះទេខ្ញុំជឿជាក់ថាគាត់នឹងបន្តស្នាក់នៅបងប្អូនយើងតែយើងមកនិយាយអំពីព័ត៌មានទី2តាក់ទងជាមួយនឹងខ្សែការពារដដែលទេគឺកីឡាករ Luke Shaw បច្ចុប្បន្ននេះគឺគាត់អាយុច្រើនដែរជាង30ឆ្នាំហើយដូចជា32 33ហើយជាមួយនឹងកីឡាកររូបនេះបងប្អូនយើងឃើញថារដូវកាលដំបូងដែលក្រុម Manchester United យក Luke Shaw មកបើតាមខ្ញុំចាំគឺឆ្នាំ2014-15គឺជាឆ្នាំដំបូងដែល Manchester United ពាក់អាវ Nike ជាលើកចុងក្រោយមិនឆ្នាំដំបូងគឺជាឆ្នាំចុងក្រោយដែល Manchester United ពាក់អាវ sponsor Nike ពេលហ្នឹងគឺ Luke Shaw មកចូលរួមជាមួយនឹងក្លឹប Manchester United ពាក់លេខ3ដោយផ្ទេរមកពីក្លឹប Southampton តាំងពីរដូវកាលហ្នឹងមករដូវកាលនេះវាជាង10រដូវកាលហើយដែល Luke Shaw ស្នាក់នៅក្រុម Manchester United មានអនុស្សាវរីយ៍ច្រើនជាមួយនឹងកីឡាកររូបនេះនៅពេលដែលគាត់បាក់ជើងនៅពេលដែលគាត់លេងល្អគ្រប់បែបយ៉ាងអ្នកខ្លះហៅគាត់កាឡូសនៅអង់គ្លេសអីចឹងទៅឆ្នាំ2025-26នេះ Luke Shaw កំពុងតែធ្វើឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់ក្រុមអ្នកគ្រប់គ្រង Manchester United បន្ទាប់ពីគាត់រកបានទម្រង់លេងយ៉ាងល្អនៅប្រមាណប្រកួតចុងក្រោយនេះ Luke Shaw គឺរដូវកាលថ្មីនេះ25ប្រកួតហើយដែលគាត់លេងជាជំរើស11នាក់របស់ក្រុម Manchester United
25ប្រកួតតាំងពីដើមរដូវកាលមកហើយ2183នាទីហើយឲ្យគាត់លេងនៅក្នុងរដូវកាលនេះបងប្អូនយើងមែនតើទៅទោះបីថាអតីតកាលដូចខ្ញុំនិយាយមិញអញ្ចឹងគាត់មានបញ្ហារបួសគាត់មានបញ្ហាគ្រប់បែបយ៉ាងក៏ប៉ុន្តែគាត់បានត្រឡប់មកវិញនៅភាពដ៏អស្ចារ្យភ្ញាក់ផ្អើលដែលគាត់បានបង្ហាញឲ្យអ្នកគ្រប់គ្រងឃើញអំពី skill របស់គាត់អំពីការលេងដ៏ល្អរបស់គាត់នៅក្នុងទីលានការប្រកួតរបស់ក្រុម Manchester United មែនតើទៅពិតជាសរសើរកីឡាករនេះខ្លាំងមែនតើទោះបីជាខ្ញុំមួយរយៈកាលចុងក្រោយខ្ញុំចង់មានអ្នកមកជួយនិងអ្នកមកប្រជែងនៅក្នុងតំបន់ស្លាប់ឆ្វេងរបស់លោកសក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងលោកសនេះគឺខ្ញុំស្រឡាញ់គាត់ណាស់ខ្ញុំ respect គាត់ខ្លាំងមែនតើអាវរបស់គាត់ក៏ខ្ញុំមាននិយាយទៅលោកសនេះតាំងពីអាវសេរីចាស់អាវសេរីថ្មីគឺខ្ញុំមានច្រើនជាមួយនឹងអាវរបស់គាត់2-3អាវដែរក៏ប៉ុន្តែក្រុមរបស់យើងត្រូវការអាប់ដេតតំបន់ការពាររដូវកាលក្រោយយើងអាចនឹងមានពៀនលេងច្រើនជាងរដូវកាលនេះយើងត្រូវការខ្សែការពារស្លាប់ឆ្វេងម្នាក់ទៀតមក stand by កន្លែងរបស់គាត់ព្រោះគាត់អាយុច្រើនហើយទម្រង់លេងមិនច្បាស់លាស់សម្រាប់រដូវកាលក្រោយទេមិនដឹងថាគាត់នៅតែល្អដូចរដូវកាលនេះឬមួយយ៉ាងណាព្រោះថាពេលវេលាវិវត្តទៅមុខហើយឯ skill កម្លាំងក៏វាទម្លាក់ទៅតាមពេលវេលាដូចគ្នាអញ្ចឹងយើងចាំមើលថារដូវកាលក្រោយគាត់នឹងអាចបែបណាជាមួយនឹងក្រុម Manchester United បច្ចុប្បន្នគឺគាត់អស្ចារ្យខ្លាំងមែនទែនក្នុងនាមជាខ្សែការពារស្លាប់ឆ្វេងរបស់ក្រុម Manchester United នៅរជ្ជកាលលោក Michael Carrick យើងមកនិយាយដល់ Michael Carrick តាំងពី Michael Carrick មិនទាន់មកកាន់ក្លឹប Manchester United មកមានចចាមអារាមច្រើនខ្លាំងមែនទែនជាមួយនឹងគ្រូនេះគ្រូនោះគ្រូនៅនេះគ្រូនៅនោះថានឹងអាចមកដឹកនាំជាគ្រូធំជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្រុម Manchester United ជំនួសលោក Michael Carrick ឬក៏មកកាន់ក្លឹប Manchester United នៅរដូវក្តៅខាងមុខវាព័ត៌មានច្រើនមែនតើតាក់ទងជាមួយនឹងរឿងគ្រូបង្វឹកថ្មីរបស់ក្រុម Manchester United ឥឡូវនេះខាង Team Talk គេបាននិយាយឲ្យថាលោក Michael Carrick ក៏មានក្លឹបនៅអង់គ្លេសមួយចំនួនសម្លឹងមើលគាត់សម្រាប់គ្រូនៅក្នុងរដូវកាលក្រោយរបស់ពួកគេផងដែរបើសិនជា Manchester United មិនបន្តកុងត្រាឬក៏មិនឲ្យរូបគាត់ធ្វើជាគ្រូបង្វឹកពេញសិទ្ធនៅក្លឹប Manchester United នោះទេដោយក្លឹបទាំងនោះមាន Crystal Palace ដែលនឹងត្រូវចែកផ្លូវជាមួយនឹងគ្រូចាស់របស់គេនៅរដូវក្តៅនេះក្រុម Fulham ក៏ដូចជាក្រុម AFC Bournemouth ផងដែរកំពុងតែចាប់អារម្មណ៍ហើយចង់បានលោក Michael Carrick គឺជាគ្រូបង្វឹកពេញសិទ្ធរបស់ពួកគេនៅរដូវកាលក្រោយមានរបស់ល្អមិនចេះប្រើសង្ឃឹមថា Manchester United នឹងមើលឃើញលោក Michael Carrick ហើយក៏ខ្ញុំសង្ឃឹមថា Michael Carrick នឹងមានកៅអីឲ្យ Manchester United លេង Champions League នៅរដូវកាលក្រោយដូចគ្នាព័ត៌មានចុងក្រោយដែលខ្ញុំទទួលបាននៅក្នុងបណ្ដាញសង្គម Twitter គឺបាននិយាយថាថ្នាក់ដឹកនាំក្រុម Manchester United កំពុងតែរងចាំមើលលទ្ធផលរបស់លោក Michael Carrick នៅក្នុងការប្រកួតប្រមាណប្រកួតចុងក្រោយនៅរដូវកាលនេះបើសិនជា Michael Carrick នៅតែបន្តការងារដ៏ល្អឥតខ្ចោះបែបនេះទោះបីជាចាញ់ខ្លះស្មើខ្លះឲ្យតែបាន Top 4សម្រាប់លេងនៅរដូវកាលក្រោយជឿជាក់ 100% ខាងកកូលក្លាសើខាងលោក Sir Jim ខាង Omar Barada Jason Wilcox គ្រប់គ្រងយ៉ាងមុតមមទៅលោក Michael Carrick ដើម្បីបន្តជាគ្រូបង្វឹករបស់ក្រុម Manchester United នៅឆ្នាំ2026-27ផងដែរបងប្អូនយើងគឺជាព័ត៌មានដ៏ល្អដែរសម្រាប់លោក Michael Carrick មិនមានតែខ្ញុំទេអ្នកគ្រប់គ្រងច្រើនខ្លាំងមែនតើកំពុងតែចាំមើលអំពីសមត្ថភាពរបស់គាត់ជាបន្តទៀតត្រឹម4ប្រកួតយើងអត់ទាន់ដឹងសមត្ថភាពរបស់គាត់ទេ
ក៏ប៉ុន្តែយើងនៅតែសរសើរគាត់ថាគាត់អាចយកឈ្នះជាប់គ្នាបានជាមើលថាបើសិនជាមានកីឡាកររបួសច្រើនឬក៏មានបញ្ហាតាក់ទងជាមួយនឹងទម្រង់លេងកីឡាករមួយចំនួនតើលោក Michael Carrick នឹងដោះស្រាយបែបណាយើងរងចាំមើលទាំងអស់គ្នារហូតដល់ចប់រដូវកាលនេះចម្លើយនឹងត្រូវបកស្រាយ 100% សម្រាប់បងប្អូនយើងក៏ដូចជាខ្ញុំទាំងអស់គ្នានឹងដឹងហើយថាលោក Michael Carrick គឺជានរណាគឺជាគ្រូផ្លូវការរបស់ក្រុម Manchester United ឬក៏នឹងអាចចាក់ចេញពី Manchester United នៅរដូវក្តៅខាងមុខបច្ចុប្បន្នគឺ Manchester United មានចចាមអារម្មណ៍ថាកំពុងតែចាប់អារម្មណ៍លើកីឡាកររបស់ក្រុម Brentford គឺកីឡាករ Michael Kayode កីឡាករនេះគឺរំពឹងថានឹងមានតម្លៃខ្ទង់ជា50លានផោនផងដែរបើសិនជា Manchester United ចែកជើកីឡាករនេះចេញពីកីឡាករក្រុម Brentford នៅរដូវកាលក្រោយមែនតើកីឡាករនេះគឺល្អខ្លាំងមែនតើនៅក្នុងតំបន់បម្រើការពារស្លាប់ស្ដាំនៅក្នុងរដូវកាលនេះសម្រាប់ក្រុម Brentford ហើយខ្ញុំជឿជាក់ថាការយកកីឡាករដែលមានមូលដ្ឋាននៅក្លឹបអង់គ្លេសស្រាប់គឺវាតាក់ទងជាមួយនឹងទម្រង់លេងនិងការសម្របខ្លួនបានលឿនមិនដូចយកកីឡាករមកពីបរទេសទេបងប្អូនយើងកីឡាករ Michael Kayode បច្ចុប្បន្ននេះលោកគេមានអាយុ21ឆ្នាំហើយសញ្ជាតិអ៊ីតាលីមិនមែនសញ្ជាតិអាហ្វ្រិកទេណាបងប្អូនយើងបើសញ្ជាតិអាហ្វ្រិកអាចនឹងពិបាកបន្តិចដោយសារថាយើងអត់ត្រូវការកីឡាករអាហ្វ្រិកច្រើនពេកទេព្រោះថានៅពេលដែលមានពានអាហ្វ្រិកគឺយើងត្រូវបាត់បង់កីឡាករច្រើនអញ្ចឹងកីឡាករនេះឃើញថាគាត់មានស្បែកខ្មៅមែនក៏ប៉ុន្តែគាត់សញ្ជាតិអ៊ីតាលីទេហើយគាត់មកចូលរួមជាមួយនឹងក្រុម Brentford នេះពីរដូវកាលហើយគឺឆ្នាំ2024-25ហើយក៏25-26ទម្រង់លេងរបស់គេគឺល្អខ្លាំងមែនទែនពីប្រកួត2ឆ្នាំចុងក្រោយនេះគាត់គឺជាអតីតយុវជនរបស់ក្រុម Fiorentina ហើយគាត់ក៏បានលេងនៅឈុតធំ Fiorentina នៅឆ្នាំ2023-24ក៏ដូចជា24-25ផងដែរមុននឹងផ្លាស់ប្ដូរមកកាន់ក្លឹប Brentford ដែលមានមូលដ្ឋាននៅទឹកដីអង់គ្លេសកីឡាករនេះល្អខ្ញុំឃើញការលេងរបស់គាត់តាក់ទងជាមួយនឹងការបម្រើការបុកប្រជែងយកបាល់គឺល្អខ្លាំងមែនតើ Chance create របស់គាត់ការបញ្ចប់បោះបាល់ទៅខាងតំបន់គ្រោះថ្នាក់ហ្នឹងក៏វាថាមិនបានល្អ perfect អីប៉ុន្មានទេក៏ប៉ុន្តែបើយើងមើលទៅគឺគាត់ដើរដែរជាមួយនឹងការលេងរបស់កីឡាកររូបនេះយើងจะមើលទាំងអស់គ្នាព្រោះថាបច្ចុប្បន្នខ្សែការពារស្លាប់ស្ដាំយើងមាន2នាក់ហើយមាន Nozil Masraoui និងកីឡាករ Diego Dalot តែចាំមើលថាគេនឹងមានតំបន់អាប់ដេតនៅក្នុងតំបន់នេះដែរឬទេដោយយើងឃើញព័ត៌មានចុងក្រោយដូចជាអត់មានជាមួយនឹងតំបន់ការពារនេះទេដែលខាងថ្នាក់លើចង់ផ្លាស់ប្ដូរនោះគឺលឺទៅខាងឆ្វេងទេតាំងការពារខាងឆ្វេងក៏ដូចជាប្រយុទ្ធឆ្វេងគឺ Manchester United ត្រូវការមានថ្មីអូខេបងប្អូនយើងមកព័ត៌មានបន្ទាប់ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនគឺកីឡាករសញ្ជាតិអ៊ីតាលីទៀតហើយគឺ Sandro Tonali ដែលបច្ចុប្បន្នគឺប្រកបអាជីពនៅក្រុមសារិកាព្រៃ Newcastle នោះកំពុងតែមានចចាមអារម្មណ៍ថារូបគេកំពុងតែនៅក្នុងលីសរបស់ក្លឹប Manchester United នឹងអាចទិញចូលនៅក្នុងរដូវក្តៅខាងមុខនេះដើម្បីមកជំនួសកៅអី11នាក់របស់កីឡាករសញ្ជាតិប្រេស៊ីល Casemiro អ្វីដែលគួរឲ្យកត់សម្គាល់នេះកីឡាកររូបនេះទាល់តែអាចលេង Champions League បានទើបគាត់ចាប់អារម្មណ៍ទៅចូលរួមជាមួយនឹងក្លឹបដែលចង់បានគាត់ជាមួយនឹងតម្លៃផ្ទេអាចថា100លានទៀតហើយបងប្អូនយើង100លានទៀតហើយបើសិនជាក្លឹបចង់បានរូបគេទៅចូលរួមនៅក្នុងថ្ងៃអនាគតសម្រាប់បងប្អូនយើងយល់យ៉ាងណាដែរជាមួយនឹងកីឡាករ Sandro Tonali ដើម្បីមកជំនួសកន្លែងរបស់ Casemiro តម្លៃញាក់សាច់ដែរណាបងប្អូនយើងអត់ធូរទេគឺល្អ100លាននេះមិនធម្មតាទេមួយទៀតគឺកីឡាកររបស់ក្រុមសារិកាព្រៃ Newcastle ដែរទេគឺកីឡាករ Anthony Gordon ក៏មានការចាប់អារម្មណ៍ដើម្បីមកជំនួសនឹងអាចថាជាខ្សែប្រយុទ្ធស្លាប់ឆ្វេងថ្មីរបស់ក្រុម Manchester United នៅរដូវកាលក្រោយផងដែរ
ការដាក់ការចាប់អារម្មណ៍នេះគឺសម្រាប់ក្លឹប Newcastle មានដល់12នាក់ហើយគឺមាន Tonelli ហើយនិង Anthony Gordon នេះល្អលឿនក្មេងម្នាក់នេះអាចទទួលយកបានជាមួយនឹងទម្រង់លេងរបស់គេយើងជាមួយទាំងអស់គ្នាណាជាមួយនឹងការប្រែប្រួលគ្រប់បែបយ៉ាងនឹងធ្វើឡើងនៅរដូវក្តៅខាងមុខជាមួយនឹងការចាប់អារម្មណ៍របស់ក្លឹប Manchester United ចាប់អារម្មណ៍កីឡាករច្រើនមែនទែនជុំវិញពិភពលោកដោយរបាយការណ៍ថា Manchester United នឹងជះលុយជាច្រើនសម្រាប់ការទិញកីឡាករចូលនៅក្នុងរដូវក្តៅខាងមុខដូចគ្នាចុងក្រោយតាក់ទងជាមួយនឹងរឿងមួយដែលខ្ញុំហួសចិត្តខ្លាំងមែនតើនៅក្នុងបណ្ដាញសង្គម Facebook ប្រហែលថ្ងៃមុនបន្ទាប់ពីឈ្នះក្រុម Fulham មានเพจមួយបាននិយាយថាចំនួនអូណាណាចាប់គេទាត់ចង់ស្លាប់មកដល់ចំនួនថ្មីនេះប្រកួត4ប្រកួតគេមិនសូវបានសុទ្ធសោះគិតទៅអាណិតអូណាណាដែរគាត់ចង់និយាយថានៅពេលដែលអូណាណានៅគឺខ្សែការពាររបស់ក្រុម Manchester United ធ្វើមិនបានល្អដែលធ្វើឲ្យក្រុមគូបដិបកទាត់អូណាណាស្ទើរស្លាប់គោលបំណងរបស់គាត់ការនិយាយរបស់គាត់មានន័យថា Manchester United យកកីឡាករ Sané Lamin មកមិនសូវជាអស្ចារ្យនៅក្នុងកែវភ្នែកគាត់ទេដោយសារមានខ្សែការពារចាំជួយកីឡាករ Sané Lamin ឲ្យទៅអាណិតអូណាណាអីចឹងទៅ admin page នេះខ្ញុំឃើញថាគាត់គឺជា page ដែលបង្កើតយូរហើយក៏គាត់មាន follow ច្រើនមានអ្នកតាមដានគាត់ច្រើនដែរក៏ប៉ុន្តែការនិយាយរបស់គាត់នេះខ្ញុំអាចឃើញថាគាត់មិនសូវបានមើលការប្រកួតរបស់ក្រុម Manchester United ទេ Manchester United ជាមួយនឹងកីឡាករអូណាណាយើងទទួលស្គាល់ថានៅពេលដែលអូណាណានៅគឺកីឡាកររបស់ក្រុម Manchester United លេងអត់បានល្អទេក៏ប៉ុន្តែយើងងាកមកមើលអំពីកីឡាករអូណាណាអំពីទម្រង់លេងរបស់គាត់ការចែកបាល់របស់គាត់វាបែបណាតើតែអ្នកដែលមើលការប្រកួត90នាទីពេញរៀងរាល់ការប្រកួតរបស់ក្រុម Manchester United បានយល់អំពីទម្រង់លេងរបស់កីឡាករអូណាណាតែងតែបង្កើតកំហុសជារឿយៗដដែលតាំងពីការសេវបាល់មិនបានល្អតាំងពីការបោះបាល់ទៅគូបដិបកជារឿយៗធ្វើឲ្យអ្នកគ្រប់គ្រងគ្រប់គ្រាន់ឆ្អែតនឹងកីឡាកររូបនេះណាហើយបាននិយាយភាសាថាអាណិតកីឡាករអូណាណាគ្មានអាណាអាណិតកីឡាករអូណាណាទេគេផ្ដល់ឱកាសឲ្យគាត់ច្រើនណាតាំងពី Erik ten Hag ទោះបីតែគាត់មានកំហុសច្រើន Erik ten Hag នៅតែដាក់គាត់លេងមកដល់អាម៉ារីមទៀតអាម៉ារីមនៅតែដាក់អូណាណាលេងទៀតដោយសារគ្មានជំរើសការឈឺចាប់ការយល់អំពីការលេងរបស់អូណាណាគឺគេទទួលស្គាល់ឲ្យថាគឺការបើយើងប្រៀបជាមួយនឹងសាណេឡាមិន បាល់ដែលខាងគូបដិបកមកទាត់ក្រុម Manchester United ពេលសាណេឡាមិនចាប់បាល់យើងឃើញហើយទោះបីថាការពារល្អពិតមែនក៏ប៉ុន្តែការពារការសង្គ្រោះបាល់អំពីកីឡាករសាណេឡាមិនគឺខុសឆ្ងាយពីកីឡាករអូណាណាណាតាំងពីចំហចាប់បាល់ជ្រុងតាំងពីការ reflect បាល់លឿនចិត្តគឺខុសគ្នាសឹងថាដូចមេឃនឹងដីហើយអញ្ចឹងការផុសរបស់គាត់ថាអាណិតអូណាណានេះគឺគាត់មិនដែលមើលក្រុម Manchester United លេងបាន90នាទីពេញនៅក្នុងចំនួនតាហៈចំនួនអាម៉ារីមទេសាណេឡាមិនល្អខ្លាំងកុំយកសាណេឡាមិនទៅប្រៀបធៀបជាមួយនឹងអូណាណាអូខេអរគុណច្រើនសម្រាប់ចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់អរគុណច្រើនសូមជម្រាបលា